ngon rồi mà tao phẹ sao tao phẹ rồi bảo vệ mà thì mày bảo lên lên năng đi ấy cái ăn hết đồ nữa đi chân đồ người bảo vệ ngày nâng với tôi bảo vệ thông với nhau này tao về cho cho này về cho cái buôn này bảo vệ ở vậyนี่เลยcome on grab wow rồi dạ khang à phải khang ấy khang phải barang keluar biar barang keluar bapu thoman biar barang keluar xuống camera chết đại camera chết tiết trời ơi biar barang keluar biar barang keluar sudah deh bo terungan ini mana biar barang keluar terungan ini seru lagi terungan ini biar barang keluar tapi ini biar barang keluar deh biar barang keluar mana kayak ខ្ញុំធ្លាប់បានចេញវីដេអូប្រាប់បងប្អូនមុនកន្លងមកហើយខ្ញុំថាមិនអោយយកតម្រាប់តាមខ្ញុំទេហេតុផលទី1នេះគឺពេលដែលខ្ញុំលេងពោះបែបនេះគឺវាគ្រោះថ្នាក់ដល់អាយុជីវិតរបស់យើងដែរបើសិនជាយើងមិនចេះចាប់វាមិនចេះលេងជាមួយវាហើយខ្ញុំបញ្ជាក់ក្នុងវីដេអូនេះពោះនេះខ្ញុំក៏អត់បានធ្វើអីវាដែរគាត់ឲ្យដកពីស្បៃមកគឺខ្ញុំលេងជាមួយវាតែម្ដងដោយសារមិនខ្ញុំជីកបានអញ្ចឹងណាបងប្អូនហើយគឺវានៅពោពេញទៅដោយឥទ្ធិពលគឺចកុំថ្មិញអីនៅទាំងអស់ប៉ុន្តែហេតុផលដែលខ្ញុំចាប់លេងនេះគឺទី1គោលដៅរបស់វាស្លឹងមកខាងមុខហើយបានតែយើងហ៊ានចាប់ខ្លួនវាបើសិនជាគោលដៅវាស្លឹងមកជាហៀងយើងអត់អាចចាប់ខ្លួនវាបែបនេះបានទេព្រោះអីវាអាចបកលឿនបើនិយាយទៅប្រភេទពស់វែកក្របីគឺជាពស់មួយដែលលេងស្រួលប៉ុន្តែមិនមែនស្រួលសម្រាប់យើងលេងរហូតទេវាក៏បន្តគ្រោះថ្នាក់ដល់អាយុជីវិតយើងផងដែរនិយាយរួមគឺសត្វពស់ភេទដែលមានពឹសគឺសាហាវទាំងអស់ប៉ុន្តែអ្វីដែលខ្ញុំចង់ប្រាប់បងប្អូនថ្ងៃនេះថាសួរថាហេតុអីបានខ្ញុំស្និទ្ធស្នាលជាមួយសត្វប្រភេទនេះហើយមានពឹសសាហាវដល់ថ្នាក់បកដល់អាយុជីវិតយើងហេតុអីខ្ញុំនៅតែហ៊ានលេងដោយសារទី1នោះគឺខ្ញុំធ្លាប់ឆ្លងកាត់ដូចជាវែកអានាមបាទវែកក្របីវែកស្ងាយវែកដបោកអីហ្នឹងគឺខ្ញុំធ្លាប់ចាប់អស់ហើយអញ្ចឹងហើយខ្ញុំដឹងពីប្រវត្តិវាដឹងពីល្បិចវាថាវាទៅខាងណាទៅខាងណីអញ្ចឹងខ្ញុំដឹងច្បាស់ពស់ដែលពិបាកចាប់ជាងគេបំផុតហើយពឹសខ្លាំងដែលខ្ញុំគិតថាខ្លាំងហើយការជាងគេនោះគឺសកាចាស់បងប្អូនពស់សកាចាស់ឃើញវាអញ្ចឹងទេប៉ុន្តែសត្រូវដែលវាវាយប្រហារគឺ10រួចតែមួយទេវាអត់ចេះຕົកយូរដូចគេទេគឺពឹសវាសាហាវណាស់និយាយរួមពឹសវាសាហាវដូចគ្នាក៏ប៉ុន្តែសកាចាស់គឺជាពស់មួយដែលខ្ញុំខ្លាចខ្លាំងមែនទេសូម្បីតែសកាចាស់កាចបណ្ណាខ្លាំងបណ្ណានៅតែខ្ញុំហ៊ានចាប់ដោយដៃទៅទេជួសតម្រាំត្រឹមវែកក្របីវែកដបោកវែកស្ងាយវែកនាមគឺខ្ញុំអត់ញើទេក៏ប៉ុន្តែយើងក៏មិនប្រហែសដែរហើយយើងក៏មិនអួតអាងដែរតែកាលណាយើងអួតអាងយើងមានអំណួតលើខ្លួនឯងវាបន្តការគ្រោះថ្នាក់ឲ្យយើងមិនថាប្រភេទពស់អីទេអញ្ចឹងហើយខ្ញុំជារឿងរដងដែលខ្ញុំចាប់ពស់នេះខ្ញុំបញ្ជាក់បងប្អូនខ្ញុំអត់មានបល័យអត់មានថ្នាំប្រសាបអត់មានពឹសអីទាំងអស់ហើយបងប្អូនតែងតែខមមិនសួរថាពុធីធ្លាប់វាវាយប្រហារអត់គឺអត់ធ្លាប់ទេដោយសារតែខ្ញុំធ្លាប់ចាប់វានៅតាំងពីតូចមកអញ្ចឹងខ្ញុំដឹងចរិតវាថាពេលដែលវាវាយប្រហារហ្នឹងរូបរាងវាបែបណាទម្រង់បែបណាខ្ញុំដឹងខ្យល់វាហើយខ្ញុំដឹង style វាប្រៀបដូចជាយើងលេងបាល់អញ្ចឹងបងប្អូនពេលដែលយើងចេញសវេអញ្ចឹងយើងដឹងថាគេគប់ទៅខាងណាខាងណីយើងសវេត្រូវថ្នាក់ត្រូវអីអញ្ចឹងណាវាដូចគ្នាពោះដូចគ្នាកាលណាវាចោលខ្សែភ្នែកទៅខាងណាខាងណីយើងមើលវាដឹងបើសិនជាវាចោលខ្សែភ្នែកជាហៀងវាអាចនឹងបកក្រោយតែបើសិនជាវាចោលខ្សែភ្នែកទៅក្រោមត្រង់គឺវាអាចបកក្រោយវាយប្រហារយើងបានទេអញ្ចឹងហើយរាល់ការចាប់វាគឺយើងមានតិចនិចតែអ្វីដែលខ្ញុំចង់ប្រាប់ខ្ញុំអត់ឲ្យលេងដូចខ្ញុំទេចុងក្រោយខ្ញុំចង់ប្រាប់ទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថាទោះបីពោះពឹសខ្លាំងប៉ុណ្ណាក៏ដោយប៉ុន្តែនៅខ្លាំងចាញ់ពឹសមនុស្សទេមនុស្សយើងមានពឹសខ្លាំងជាងបងប្អូនខ្ញុំនិយាយពាក្យទាំងអស់នេះសង្ឃឹមថាបងប្អូនទាំងអស់គ្នាគួរតែយល់អរគុណ